ឥឡូវយើងមកនិយាយអំពីពុទ្ធប្រវត្តិពុទ្ធានុពុទ្ធបន្តមកដល់ត្រង់ចំណុចថាមាមកដណ្ដើមរតនបល្ល័ង្កធ្វើទុកបុកម្នេញព្រះពោធិសត្វនៅពេលមុនទៅរងបានត្រាស់នេះបើតាមការពិចារណាទៅក៏មិនមែនជាមានជារូបឬទេវបុត្រមានោះដែរគឺជាកិលេសមាជាបរិតីសំញាំមិនទាន់ផុតអាល័យពីធម៌របស់ពុទ្ធជននោះឯងព្រះតីរបស់ព្រះអង្គជាពុទ្ធជននេះហើយដែលកំពុងប្រឆាំងតយុទ្ធប្រយុទ្ធគ្នាយ៉ាងខ្លាំងហើយស្មុគស្មាញជាទីបំផុតនៅក្នុងបេះដូងព្រះអង្គដែលលោកប្រៀបបានទៅនឹងខ្យល់ព្យុះសង្ឃរាឬភ្លៀងគ្រប់យ៉ាងធំបោកមកនឹងព្រះតីរបស់ព្រះអង្គក៏ប៉ុន្តែព្រះតីករណាសេចក្តីជាយាមបញ្ញតិនិហារបស់ព្រះអង្គបាននាំព្រះតីព្រះអង្គឲ្យកាត់ផ្ដាច់នៅកិលេសមាដោយឥតអាឡោះអាល័យហើយផ្ដោតព្រះតីចុចចំតែគោលដៅមួយគឺតស៊ូដើម្បីបាននៅសម្មាសម្ពោធិញ្ញាណនោះឯងគឺនៅតរងសេចក្តីមេត្តាករុណានិងការលះបង់ដោយឥតអាល័យនេះហើយដែលយើងធ្លាប់ដឹងថានាងដឹងហើយណានាងកហីងព្រះធរណីចូលអច្បោតសក់បញ្ចេញទឹកឲ្យជនលេចពួកពលមាអស់ប្រសិនបើពួកពលមាលើកទ័ពមកដូចឆ្នោះមែនប្រហែលរុក្ខជាតិភូមិឋានអ្នកសរុកនៅទីនោះទាំងប៉ុន្មានត្រូវរលាយអស់ដោយសារទ័ពមាជន់ញោមញីឬត្រូវនឹងអាវុធរបស់មាទៅហើយក៏ប៉ុន្តែដោយមាននោះជាកិលេសមាដែលមាននៅតែក្នុងព្រះតីក្នុងតួអង្គព្រះពោធិសត្វតែប៉ុណ្ណោះបានជាគ្មានអ្នកសរុបអ្នកភូមិណាដឹងឯធម្មជាតិគឺនៅ
គង់វងបញ្ចេញអធិនុភាពរបស់ខ្លួនបូជាព្រះអង្គវិញចម្រើនពរដូច្នេះការដែលព្រះអង្គបានធ្វើកំបាំងណាធ្វើបំបាំងឈ្នះមាននោះគឺឈ្នះកិលេសមាពោលគឺរាគៈតណ្ហានោះឯងទៅវិញទេអនុមោទនា